គ្រូមិនក៏សម័យនេះមិនថាយុវវ័យឬក៏អ្នកខ្លះគាត់តែងតែយកអាវិធីធ្វើអត្តឃាតទៅជាដំណោះស្រាយរបស់គាត់តែប៉ុន្តែតកតងជាមួយនឹងសំណួរគឺយើងត្រឡប់ទៅវិញថារាល់ថ្ងៃនេះគឺសង្គមបានអភិវឌ្ឍមានទាំងបច្ចេកវិទ្យាទាំងគ្រប់យ៉ាងតែហេតុអីបានទៅជាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្តច្រើនទៅវិញព្រោះជាធម្មតាបើសិនជាទំនើបកម្មគួរតែយើងអាចការពារបានដូចសពថ្ងៃអញ្ចឹងគេនិយាយពី Gen Z ឬក៏ Gen Alpha ឬក៏អីចឹងថាពួកគាត់ប្រកែប៉ុន្តែមិនក៏ផ្លូវចិត្តរបស់ពួកគាត់អត់សូវល្អអីចឹងទៅអញ្ចឹងខ្ញុំនិយាយថាពួកគាត់ក៏ដោយមិនពួកគាត់ក៏ដោយដោយសារតែយើងរាល់ថ្ងៃយើងរស់នៅក្នុងសង្គមមួយដែលយើងហៅថា digital era ឬក៏សង្គមបច្ចេកវិទ្យាទំនើបមែនតើពីមុនមានតែ social media ពីបណ្ដាញសង្គមឥឡូវថែម AI មកមួយទៀតគឺបញ្ញាសិប្បនិម្មិតទៀតអញ្ចឹងរាល់ថ្ងៃនេះយើងរស់នៅដោយខ្ញុំគិតកន្លែងមួយឲ្យគិតថាងាយស្រួលយល់ទេពីមុនយើងនៅក្នុងផ្ទះយើងមួយយើងអង្គុយមុខផ្ទះតតែមានអ្នកណាជិះម៉ូតូទំនើបមួយកាត់មុខផ្ទះយើងទើបយើងឃើញរូបភាពទាំងអស់ហ្នឹងហើយបន្តទៀតបានយើងអាចនឹងថាកើតចេញជាចិត្តប្រៀបធៀបអីចឹងទៅប៉ុន្តែដល់ពេលសម័យនេះវិញអត់ទេអង្គុយនៅតែផ្ទះឬក៏នៅក្នុងបន្ទប់ទឹកទេប៉ុន្តែដកទៅទូរស័ព្ទមកមើលតែមួយផ្លែឃើញជីវិតគេអ្នកនេះគាត់ទៅដើរលេងអ្នកនេះគាត់ចេះពួកម៉ាក់ខ្ញុំចេះអ្នកនោះចេះអ្នកនោះចេះធ្វើឲ្យទោះបីជាគាត់នៅក្នុងភាពស្ងប់សុខក៏ចិត្តរបស់គាត់នឹងត្រូវប្រៀបធៀបបាត់ហើយមានពាក្យគេមួយគេនិយាយ FOMO មានន័យថាដូចគាត់មានអារម្មណ៍ថាគាត់នឹងគឺអត់ស្ថិតនៅក្នុងសង្គមមួយគេពួកម៉ាក់គាត់ឬក៏អីចឹងគាត់មានអារម្មណ៍ថាគាត់ដូចដាច់ឡៃពីគេដូចគេនឹងសបាយគេទៅដើរលេងគេគាត់ដូច exclude គាត់ដូចអត់នៅក្នុងសង្គមអញ្ចឹងណាពាក្យដែលខ្ញុំនិយាយអញ្ចឹងណាធ្វើឲ្យអារម្មណ៍របស់គាត់នេះប្រឆេះរហូតហើយជាពិសេសទៅទៀតហ្នឹងមិនមែនតែ Gen Z បើយើងបកទៅពីមុនវិញបើសិនជាថាវ័យខ្ញុំ millennial ឬក៏អីនេះបើខ្ញុំលូតលាស់មកនៅក្នុងសង្គមបច្ចេកវិទ្យាហ្នឹងក៏ខួរក្បាលរបស់ខ្ញុំហ្នឹងដូចគ្នាដែរព្រោះនៅពេលដែលខួរក្បាលយើងនៅក្នុងអាយុពី10ទៅ20ឆ្នាំនេះខួរក្បាលយើងអត់ទាន់លូតលាស់ពេញលេញទេដែលយើងហៅថាយុវវ័យដូចក្មេងវ័យជំទង់អញ្ចឹងណាអត់ទាន់លូតលាស់ពេញលេញចឹងធ្វើឲ្យសមត្ថភាពរបស់ខួរក្បាលអត់អាចសម្របសម្រួលអារម្មណ៍បានទេហើយចំពេលវេលាដែលមានបច្ចេកវិទ្យាទៀតញោចអារម្មណ៍យើងគ្រប់ពេលដែលខួរក្បាលផ្នែកខាងមុខរបស់យើងនេះអត់ទាន់គេហៅថា emotional regulation ណាឬក៏ rationalize ការគិតឬក៏បញ្ហាហ្នឹងណាចឹងធ្វើឲ្យអីទៅក៏រក្សាទុកឲ្យញោចអារម្មណ៍ទៅជាភាពការប្រៀបធៀបអារម្មណ៍អន់ចិត្តខកចិត្តមួម៉ៅអញ្ចឹងបណ្ដោះអានឹងរហូតតែពេលបណ្ដោះអានឹងហើយទៅចេញមួយទៀតដែលយើងហៅថា unhealthy coping skill ទៀតព្រោះពេលដែល stress មិនដូចពីមុនយើងទៅជួបក្មេងៗក្បែរខាងយើងលេងមួយគ្នាណាឥឡូវនេះពេលមានអារម្មណ៍ stress នៅសង្ងំម្នាក់ឯងហើយទាញទូរស័ព្ទមកលេងទៀតអញ្ចឹងវារុញទៅរហូតអ្នកខ្លះទៅជាញៀនទៅជាអីទៅអ្នកខ្លះគាត់អត់ដឹងបង្ហាញអារម្មណ៍តឹងនឹងមិនគាត់ទៅជាធ្វើបាបខ្លួនឯងអីក៏មានទៀតនឹងកាន់តែច្រើនឡើងដោយសារតែកត្តាមួយនឹងដែលជាការយល់ឃើញរបស់ខ្ញុំ